ជំរាបសួរបងប្អូនទាំងគ្នាថ្ងៃនេះក៏ចង់និយាយអំពីខ្លះអំពីម្សៅបៀកធម្មតាម្សៅបៀកនៅលើទីផ្សារយើងសង្កេតឃើញមានច្រើនប្រភេទច្រើនកម្រិតច្រើនគុណភាពណាស់ហើយខ្ញុំគិតថាពេលខ្លះយើងក៏ពិបាកក្នុងការជ្រើសរើសតែយើងគួរជ្រើសរើសម្សៅបៀកមួយណាដូច្នេះថ្ងៃនេះខ្ញុំគ្រាន់តែជាការបញ្ញាឲ្យច្បាស់ថាការជ្រើសរើសម្សៅបៀកគឺជាកត្តាមួយដ៏សំខាន់ហើយចាំបាច់បំផុតពីព្រោះយើងប្រើប្រាស់ថ្នាំគឺយើងយកថ្នាំទៅលាបលើម្សៅដូច្នេះបើសិនជាម្សៅបៀកមានបញ្ហាមានការតភ្ជាប់ទៅនឹងជញ្ជាំងមិនបានល្អមិនមានភាពរឹងមាំមិនបានល្អវាធ្វើឲ្យថ្នាំរបស់យើងក៏ជួបប្រទះបញ្ហាផងដែរដូច្នេះការជ្រើសរើសម្សៅបៀកគឺជាកត្តាមួយដ៏សំខាន់ដែលយើងត្រូវពិនិត្យបានមកចោលប៉ុន្តែយើងឃើញយ៉ាងណាដើម្បីយើងកំណត់ថាម្សៅបៀកមួយណាមានគុណភាពល្អបាទជាធម្មតាយើងទៅពិនិត្យទៅលើក្រុមហ៊ុនតើក្រុមហ៊ុនដែលផលិតគឺគេមានប្រវត្តិបែបណាហើយគេកើតមកបានរយៈពេលប្រហែលឆ្នាំហើយផលិតផលរបស់គេនឹងមានដៃគូសហការបែបណាយើងមើល Facebook មើលអីទៅឃើញมันជាពិបាកទេហើយក្រុមហ៊ុនមួយជាធម្មតាគេតែងតែដាក់នៅលើគម្របបាវគម្របអីរបស់គេហើយចឹងណាយើងពិនិត្យមើលលើគីឡូលើអីចឹងណាហើយដល់ពេលយើងចង់ពិនិត្យមើលលើគុណភាពពេលខ្លះអាចមានការពិបាកដែរអញ្ចឹងណាព្រោះគុណភាពវាអាស្រ័យលើជាងប៉ុន្តែយើងក៏អាចមើលដោយផ្ទាល់តាមរយៈពេលខ្លះយើងទៅទិញពីឌីប៉ូតាមការណែនាំពេលខ្លះយើងមានក្រុមហ៊ុនគេចុះទៅផ្ទាល់វិញគេអាចមានធ្វើប៉ាំងធ្វើអីឲ្យយើងមើលទៅយើងអាចដឹងថាគុណភាពពីម្សៅមួយទៅម្សៅមួយដល់យើងព្រោះពេលដែលគេធ្វើប៉ាំងឲ្យយើងមើលទៅហើយគេចេះសឹកឲ្យយើងមើលទៅហើយយើងពិនិត្យមើលផ្នែកសញ្ញាបានត្រឹមត្រូវអាស្រ័យថាបានត្រឹមត្រូវម៉ាក់ណាដែលគេយកមកធ្វើប៉ាំងឲ្យយើងមិនអីចឹងណាអញ្ចឹងយើងពិនិត្យឲ្យបានមកចត់ទៅក៏យ៉ាងហោចណាស់ប្រហែល 70% ទៅ 80% ដែរតែយើងអាចសម្គាល់តាមម្សៅមួយណាដែលមានគុណភាពក្នុងការជឿរឿងយកមកពីដូច្នេះចំណុចមួយទៀតនោះគឺពីបច្ចេកទេសនៃការបៀកបច្ចេកទេសការបៀកវាផ្សំជាមួយនឹងសំណង់បើសិនជាសំណង់មានបញ្ហាពេលដែលយើងបៀកទៅក៏ប្រឈមនឹងបញ្ហានេះដូច្នេះហើយបានគេតម្រូវឲ្យទុកតែអញ្ចឹងមានរយៈពេល28ថ្ងៃឬក៏មួយខែហើយបាញ់ទឹកស្រោចទឹកដើម្បីឲ្យវាប្រេះអស់ជាងប្រេះអស់ហើយហូរកំអែលជិះក្បូងអស់ចឹងពេលដែលយើងបៀកទៅបំពេញស្នាមប្រេះនឹងហើយនឹងជាងដែលប្រេះអស់នេះគឺបានល្អហើយជាធម្មតាមុននឹងបៀកក៏គេត្រូវខាត់ក្បាលខ្សាច់ខាត់អីដែរព្រោះធម្មតាពេលដែលជាងស្ងួតវាមានក្បាលខ្សាច់បើយើងបៀកដែលយើងអត់បានមើលក្បាលខ្សាច់មើលជាងយើងសម្អាតអីទេវាធ្វើឲ្យផ្ទុះធ្វើអីចឹងមានបញ្ហាពាក់ព័ន្ធនឹងបរិយាកាសមេឃទឹកទៅភ្លៀងចប់រួចរាល់មិនទាន់នឹងអីយើងទៅបៀកមេឃអាកាសធាតុក្តៅពេកពេលដែលយើងទៅបៀកទៅក៏ធ្វើឲ្យម្សៅរបស់យើងហ្នឹងវាហុយដោយសារវាហួតទឹកលឿនពេកអញ្ចឹងវាគឺផ្សំទាំងអស់កត្តាដូច្នេះហើយយើងត្រូវពិនិត្យមើលសពគ្រប់បែបយ៉ាងជាធម្មតាចូលដល់បច្ចេកទេសម្រាប់បៀកគឺយើងបៀក3ទឹកទី1យើងទុកចោលឲ្យថ្ងៃ2ថ្ងៃឬក៏3ថ្ងៃហើយបានយើងចាប់តាមបៀកទឹកទី2ទឹកទី3ទឹកទី2និងទឹកទី3គឺយើងត្រូវបៀកជាប់គ្នាមិនមែនទឹកទី2យើងសពប់យើងចាប់តាមទឹកទី3ហើយបានយើងទុកឲ្យសពប់យើងចាប់តាមផ្សេងដូច្នេះម្សៅបៀកគឺយើងអត់អាចខាត់ទេបៀកឲ្យខាត់ចោលយកល្អមិនបាច់បៀកទេព្រោះយើងជឿរើម្សៅបៀកដែលល្អហ្នឹងដែលវាមានភាពមាំភាពស្អិតភាពស្វិតភាពរលោងហាប់ណែនល្អហ្នឹងដើម្បីឲ្យយើងលាបថ្នាំទៅបានជាប់ចុះឲ្យយើងខាត់ចោលអស់ហើយយើងទៅលាបនឹងចូលលាបទៅអីលាបទៅនាំទៅរបកថ្នាំមកវិញណាអញ្ចឹងម្សៅបៀកវាតោងទៅលើជញ្ជាំងហើយម្សៅបៀកថ្នាំវាតោងលើម្សៅបៀកអញ្
ចឹងវាតោងតគ្នាទាំងអញ្ចឹងបានយើងត្រូវចូលរួមភាសាដៀកទៅក្នុងប្រយោគហើយដៀកហ្នឹងឲ្យតាមទៅតាមបច្ចេកទេសអញ្ចឹងដូច្នេះគឺកត្តាទី1គឺបច្ចេកទេសសំណង់គឺសំណង់ត្រូវទុកបានយូររយៈពេល28ថ្ងៃឬក៏ខែបាញ់ទឹកសើមទឹកដើម្បីឲ្យអស់ជាតិក្បង់ទី2គឺបច្ចេកទេសបៀកយើងត្រូវបៀកបាន3ទឹកទឹកទី1ទឹកទី2ទឹកទី3លាយទឹកឲ្យបានត្រឹមត្រូវមើលបរិយាកាសការបៀកនឹងកុំឲ្យក្តៅពេកកុំឲ្យហួតទឹកខ្លាំងពេកបាទហើយដើម្បីរក្សាប្រសិទ្ធភាពគុណភាពនៃសាច់ម្សៅនេះកាន់តែរឹងមាំទៀតដោយខ្លាយក្រែងដ៏មានប្រហែសផុសឆ្គងតាមចំណុចណាដែលយើងមើលមិនឃើញហ្នឹងគេរុញថ្នាំតំណប់មួយជាន់ទៀតដើម្បីបង្ខាប់សាច់ហ្នឹងដែលមានចំណុចណាមួយដែលមានភាពមកប្រកដីនឹងចំណុចណាហ្នឹងគេរុញថ្នាំតំណប់មួយជាន់ទៀតដើម្បីឲ្យសាច់ម្សៅហ្នឹងគឺកាន់តែហាប់ណែនអស់អញ្ចឹងពេលយើងរុញថ្នាំទៅគឺវាជាប់បានអស់ហើយណាមួយក៏ធ្វើឲ្យចំណេញថ្នាំដែរហើយធ្វើឲ្យថ្នាំរបស់យើងនឹងលោស្អាតទៀតអញ្ចឹងមានតែប៉ុណ្្នឹងទេបើសិនជាមានចម្ងល់ឯងអាច comment មក